នេះបងប្អូនអរគ្នាគឺញ័រតតាត់មកមិនវិញร้อนด้วยตัวยนต์ហ្នឹងហើយវាលន់បែបហ្នឹងគឺនៅពេលដែលវាចូលទឹកបងប្អូនអរគ្នាដោយសារតែឡានខ្ញុំវាចាំលក់វាចូលទឹកជាមួយនឹងមកប៊ីនហើយបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែកទៅកាន់បងប្អូនអរគ្នាណាតែប្រើប្រាស់ប្រុសហើយនៅពេលដែលវាឆេះមកវាកធាក់មិនវាគឺដូចគោយន្តអញ្ចឹងនេះវាញ័របែបនេះបងប្អូនអរគ្នាគឺញ័រតតាត់មកមិនវិញដូចគោយន្តអញ្ចឹងសលេងវាបាទร้อนด้วยตัวยนต์ហ្នឹងហើយវាលន់បែបហ្នឹងគឺនៅពេលដែលវាចូលទឹកបងប្អូនអរគ្នាដោយសារតែឡានខ្ញុំវាចាំលក់វាចូលទឹកជាមួយនឹងមកប៊ីនក្បាលបូស៊ីរបស់វាហ្នឹងអញ្ចឹងខ្ញុំដឹងពីមូលហេតុរបស់វាគឺខ្ញុំក៏បានទាញសោមកដោះខ្លួនឯងហើយចង់ចែកម្លែកវីដេអូនេះទៅកាន់បងប្អូនអរគ្នាផងដែរកុំឲ្យគុំតើណាភ័យឆ្លេឆ្លាយច្រើនដោយសារតែបញ្ហានេះគឺជាបញ្ហាតូចទេដែលយើងអាចធ្វើបានឬក៏បងប្អូនអត់ចេះធ្វើបងប្អូនទៅជាងទៅអស់តែ 10000 20000 ទេគេលៀងឲ្យគេបាញ់ខ្យល់ឲ្យហើយអញ្ចឹងខ្ញុំដឹងពីវិធីសាស្ត្រធ្វើខ្ញុំដោះកន្លែងហ្នឹងចេញបងប្អូនអរគ្នាបាទគឺខ្ញុំដោះមកប៊ីន4នឹងចេញបាទដំបូងយើងដោះកន្លែងនេះ1បាទបន្ទាប់មកខ្ញុំមូខ្ចៅមកប៊ីនទាំង4គ្រាប់នឹងចេញបាទឥឡូវចាប់ផ្ដើមដោះមកប៊ីនទី1បាទចាប់ផ្ដើមដោះហើយក៏វាខ្ញុំមើលទៅគឺវាអត់មានឃើញមានទឹកអីទេបាទទី1អត់មានទឹកខ្ញុំមើលទៅវាអត់មានទឹកអត់មានអីទេគឺខ្ញុំចាប់ផ្ដើមដោះបន្តទៀតអញ្ចឹងអីដែលឃើញហ្នឹងគឺមកប៊ីនទី4បាទគឺឃើញទឹកមកមុនឃើញនេះគឺច្បាស់ចាស់គឺទឹកនៅនឹងមកមុននេះនៅគល់ក៏មានដែរអញ្ចឹងទី1ទី2ទី3អត់មានទេគឺមានតែទី4អញ្ចឹងធ្វើឲ្យម៉ាស៊ីនយើងឆេះទៅវាកត្រាក់ហើយវាលោតដូចគោយន្តអញ្ចឹងខ្ញុំវាទាញខ្យល់មកបាញ់មកបាទបាញ់ខ្យល់ឲ្យអស់វាអស់ទឹកមកគ្រប់4មកប៊ីនហ្នឹងបាទអញ្ចឹងជាការស្រេចរបស់បងប្អូនគ្នាបាទវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណជួបខ្ញុំនៅវីដេអូក្រោយ